ភៀងលីឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ3ភូមិអស់54ខ្នងផ្ទះប្រជាពលរដ្ឋចំនួន54ខ្នងត្រូវបានបំផ្លាញខ្ទេចខ្ទីយ៉ាងដំណំឯដើមឈើក៏រលំជាច្រើនដើមខណៈដែលមានភ្លៀងធ្លាក់មួយយ៉ាងធំហើយក៏មានខ្យល់កន្ត្រាក់បោកបក់មកតែម្ដងគ្រោះធម្មជាតិដ៏អាក្រក់នេះបានកើតឡើងកាលពីថ្ងៃទី12ខែមីនាឆ្នាំ2025វេលាម៉ោងប្រហែល 4:45 នាទីល្ងាចក្នុងឃុំអូដំបងមួយស្រុកសង្កែខេត្តបាត់ដំបងយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាក្នុងនោះមួយក្បៀសភូមិអូស្រឡៅខូចខាតអស់ចំនួន37ខ្នងដោយខូចខាតសង្កសីអស់ចំនួន675សន្លឹកនិងខូចខាតទាំងស្រុងផ្ទះមួយខ្នងដែលម្ចាស់ឈ្មោះឡៃក្លូយភេទប្រុសអាយុ62ឆ្នាំរស់នៅក្រុមមួយភូមិអូស្រឡៅឃុំអូដំបង2ស្រុកសង្កែតែផ្ទះនេះមានតម្កល់ជើងតាមត្រូវដួលរលំរាបស្មើដល់ដីពីក្បៀសភូមិអូខ្ជាយខូចខាតអស់ចំនួន6ខ្នងខូចខាតសង្កសីអស់ចំនួន200សន្លឹកនិង3ក្បៀសភូមិវត្តចែងខូចខាតអស់ចំនួន11ខ្នងដោយរបាលរបាញ់សង្កសីអស់300សន្លឹកប៉ុន្តែសម្រាប់គ្រោះធម្មជាតិខាងលើគឺពុំបានបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ